នស្រីម្នាក់នេះគាត់មានឈ្មោះថាយ៉ាវិនហើយគឺគាត់នៅមណ្ឌលកុមារកំព្រាគឺនេះខ្ញុំបង្កើតថ្មីដែលមានចំណងជើងថាខ្ញុំនៅមណ្ឌលកុមារកំព្រាហ្នឹងហើយហើយខ្ញុំអត់សូវបង្ហោះរឿងញឹកញាប់ទេដោយសារខ្ញុំរវើហ៊ានតែខ្ញុំជួយសាច់រឿងខ្ញុំតែម្ដងហ្មងហើយស្រីម្នាក់នេះគឺគាត់មានជំងឺផ្ទាល់ខ្លួនមានឈ្មោះថាstress ហើយមនុស្សជំនាញខ្លួនណាអត់ស្អីឲ្យតម្លៃរបស់គាត់ទេហើយគាត់តែងតែពាក់ម៉ាស់រហូតអាសាមនុស្សជំនាញខ្លួនថាមុខគាត់អាក្រក់អូខេតាហ៊ានសើរឿងតែម្ដងហាថ្ងៃណាមុខអាក្រក់ខ្លាំងណាស់ថ្ងៃចេញពីមុខអញទៅខ្ញុំមែននឹងចេញបាត់ទៅអមស្រីម្នាក់នេះគឺគាត់មានឈ្មោះថាសយគាត់តែងនាំពីស្រីដែលទន់ខ្សោយឬក៏ក្មេងជំនាញខ្លួនគាត់ទន់ខ្សោយហ្នឹងដឹងតែចេញដែលចេញពីមនុស្សជំនាញខ្លួនដែលមើងងាយអមម្នាក់នេះគឺគាត់មានឈ្មោះសយគាត់មានរូបសម្រស់ស្អាតស្អាតហើយគឺគាត់មានកូនស្រីម្នាក់ដែលមានឈ្មោះថាយ៉ាហើយគាត់មានរូបសម្រស់ស្អាតដូចគេនេះគឺជាកូនស្រីរបស់គាត់ដែលមានឈ្មោះយ៉ានេះរៀនពូកែណាស់កំតែតោះបន្តិចឪពុកម្ដាយរបស់គាត់អត់មានលើគ្រប់គ្រាន់ដើម្បីឲ្យនឹងរៀនយ៉ាបេនិងយ៉ាតែគេលេងជាមួយគ្នារហូតហើយគេតែងតែនាំឲ្យគ្នាសើចសប្បាយរីករាយរៀងរាល់ថ្ងៃអូម្នាក់នេះគឺគាត់មានឈ្មោះថាយីនហើយអូម្នាក់នេះខ្ញុំសំហៅអូពាក់វិនតាណាហើយអូម្នាក់នេះមានឈ្មោះថាវិននឹងអ្នកគ្នាហើយចំណែកអ៊ំចិត្តអាក្រក់មួយនេះគឺមានឈ្មោះថាច័ន្ទអ៊ំច័ន្ទណាខ្ញុំហៅសុំហៅអ៊ំច័ន្ទណាគ្នាគាត់ក៏មានកូនស្រីម្នាក់ដែរមានឈ្មោះថាមានកូនស្រីឈ្មោះយីណាគ្នាយីណាខ្ញុំស្មោះហៅអូនយីមានហើយនាងគឺជាអាក្រក់ណាស់តែមើលងាយគេរហូតហើយគេនាំគ្នាសើចសប្បាយរីករាយរៀងរាល់ថ្ងៃសមាជិកក្រុមគាត់មានឈ្មោះថាក្រុមអាវក្រហមអ្នកគ្នាហើយចំណែកគាត់លេងបានផ្លែទៅមកក៏ឃើញឡានពណ៌ខៀវមួយហើយអ៊ំម្នាក់នេះគឺគាត់មានឈ្មោះថាយូកូនរបស់គាត់មានឈ្មោះថាស៊ីណាអ្នកគ្នាឈ្មោះឡាដូចសៃហើយឪពុករបស់គាត់ឲ្យគាត់នៅមណ្ឌលកុមារកំព្រាអាសាគាត់នឹងចេញទៅធ្វើការនៅបរទេសនឹងអ្នកគ្នាគាត់អត់មានអ្នកមើលថែគ្រប់គ្រាន់អ្នកគ្នាចឹងទៅម៉ាក់គាត់គឺម៉ាក់ចង់អ្នកគ្នាចឹងទៅគាត់មកនៅមណ្ឌលកុមារកំព្រាហើយអ៊ំចាំមកសួរទៅគេថាអូនឯងបាននៅជាមួយក្រុមមិញមកក្រុមរបស់អស់នោះគឺជាអាក្រក់ណាស់ស៊ីណាខ្ញុំសំហៅអូនណាក៏សុំមិញសយហ្នឹងចូលក្រុមជាមួយនឹងគាត់នឹងអ្នកគ្នាហើយក៏ណែនាំឈ្មោះគ្នាប្រាប់ទៅវិញទៅមកអញ្ចឹងអ្នកគ្នាពួកគេចូលក្រុមលេងជាមួយគ្នាសើចរៀងរាល់ថ្ងៃសប្បាយរីករាយរៀងរាល់ថ្ងៃអ្នកគ្នារហូតគេលេងជាមួយគ្នារហូតដល់ធំហ្មងអ្នកគ្នាមួយឆ្នាំក្រោយមកខ្ញុំអត់ស្ដាយនេះហើយនៅមណ្ឌលកុមារកំព្រាយើងឥឡូវស្ងាត់មនុស្សដែរណាយីហើយធំអីអត់ដល់មកទៀតខ្ញុំមិនចង់ដោះឬក៏ចង់ដោះជារឿងរបស់ខ្ញុំលោកខ្ញុំគិតរឿងខ្ញុំគិតទៅរឿងលោកសិនហើយជ្រិញជ្រោយម៉ាយ៉ាជ្រិញមកអ្នកគ្នាមានឆោតចូលអូនពាក់វិនតាខ្មៅបាត់ណាដោយសារឪពុកម្ដាយរបស់គេនៅពេលទៅបរទេសអស់ហើយអ្នកគ្នាហើយតាំងពីបាត់ពួកនឹងមកវាហិស្ងាត់បន្តិចណាពិតមែនហើយគ្នាយើងហើយស្វ័យណាណាកាបានប៉ារបស់ឯងមកយកឯងវិញសួរគ្នាដល់គ្នានៅមណ្ឌលកុមារកំព្រាទាំងអស់គ្នាសោះយើងចង់សួរហ្នឹងចង់ឯងភ្លើឬក៏ល្ងងចង់ធ្វើល្ងងឬក៏ចង់ធ្វើភ្លើអញ្ចឹងណាតែដឹងល្ងងរៀនកំបានរៀនណាហូចឯងនឹងបានរៀនពេញកូនខ្មៅមកហត់លេងជាមួយគ្នាមកចង់និយាយចឹងបើសិនប៉ាឯងយកឯងទៅនៅបរទេសឯងគិតមិនទៅយើងយកយូរទៅដែរហ្នឹងយើងមិនទៅតែមិនសើទៅដែរពីពីឯងដូចជាសង្សារនេះកុំនិយាយអញ្ចឹងមិនដែលស្គាល់គ្នាផងហើយចាស់នៅនៅជាមួយគ្នាហងៃមិនតំតែស្គាល់យូរហើយគាត់អត់មកតែយូរអាយមកប្រាប់បងវិណាហើយអ្នកនៅគ្រប់គ្នាមកនៅមកដល់មកកំព្រាបងប៉ាបងអាចបងទៅនៅបរទេសគ្រប់គ្នាមកនៅមកដល់មកកំព្រាគាត់យកតែចាំអ្នកគ្នាមកអ្នកថាបងបាញ់ទៅគាត់មិនទៅចាំបើសិនខ្ញុំទៅពេលនៅពេជ្រក្រុមការខ្ញុំហើយ
Nên nè kia thì nó xong trao thần năng sân nè kia chăm sai chăm to phi pi nè kia bye bye